ពិភពលោកកំពុងស្ថិតនៅក្នុងភាពតានតឹងបំផុតខណៈដែលមានសេចក្តីរាយការណ៍ថាប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងតែពិចារណាលើជំរឿសយោធាដ៏ចម្រូងចម្រាសមួយគឺការបញ្ជូនកងទ័ពទៅវាយលុកកាន់កាប់កោះខាកឬ Kars Island ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងឆៅដ៏សំខាន់បំផុតរបស់ប្រទេសអ៊ីរ៉ង់យោងតាមប្រភពសារព័ត៌មាន The New York Times ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទទី16ខែមីនាឆ្នាំ2026នេះបានឲ្យដឹងថាវិធានការនេះត្រូវបានលើកយកមកជជែកគ្នាចំពេលដែលវិបត្តិធម្មពលសកលកាន់តែអាក្រក់ទៅបន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz យោងតាមសារព័ត៌មាន The New York Times ដែលដកស្រង់សម្ដីពីមន្ត្រីអាមេរិកជាច្រើនរូបបានបញ្ជាក់ថាលោក Trump អាចនឹងចេញបញ្ជាឲ្យវាយកាន់ depot ស្តុកប្រេងដ៏សំខាន់បំផុតនៅកោះខាកប្រសិនបើកប៉ាល់ដឹកប្រេងទូទៅនៅតែមិនអាចធ្វើចរាចរណ៍ឆ្លងកាត់ឈូងសមុទ្រប៉ែកដោយសុវត្ថិភាពនោះប្រសិនបើផែនការនេះឈានទៅដល់ការអនុវត្តវានឹងក្លាយទៅជាការបញ្ជូនកងកម្លាំងជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដោយផ្ទាល់តែម្ដងដែលវាអាចបង្កឲ្យមានការសងសឹកយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងតេហឺរ៉ង់ទៅលើបំពង់បង្ហូរប្រេងនិងទីតាំងថាមពលនានាទូទាំងតំបន់ជាពិសេសគឺក្នុងប្រទេសអារ៉ាប៊ីសាអូឌីតតែកទៅនឹងបញ្ហាខាងលើនេះលោក Rowan Asher ដែលជាអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសឥណ្ឌាបានលើកឡើងថាទាំងទីក្រុង Washington និងទីក្រុង Jerusalem សុទ្ធតែគ្មានចេតនាឈ្លានពានអ៊ីរ៉ង់នោះទេលោក Rowan Asher បានលើកឡើងបន្តថាប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែលនៅតែផ្ដោតសំខាន់ទៅលើការជំរុញឲ្យមានការផ្លាស់ប្ដូរផ្ទៃក្នុងនៅក្នុងប្រទេសអ៊ីរ៉ង់តាមរយៈសម្ពាធពីប្រជាជនខ្លួនឯងជាជាងការប្រើប្រាស់កម្លាំងយោធាដើម្បីកាន់កាប់យ៉ាងណាមិញស្ថានភាពជាក់ស្ដែងហាក់ដូចជាមានភាពខុសគ្នាខណៈពេលដែលអាមេរិកបានបន្តការវាយប្រហារលើគោលដៅជាច្រើនតាមបណ្ដោយឆ្នេរសមុទ្រនិងកោះខាកកាលពីថ្ងៃសុក្រទី13ខែមីនាឆ្នាំ2026កន្លងទៅនេះលោក Donald Trump បានបញ្ជាក់ថាលោកបានចេញបញ្ជាឲ្យវាយប្រហារទីតាំងយោធានៅលើកោះនេះក៏ប៉ុន្តែបានលើកលែងទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងក៏ប៉ុន្តែនៅក្នុងបទសភាជាមួយទៅនឹងសារព័ត៌មាន NBC កាលពីថ្ងៃសៅរ៍ទី14ខែមីនាកន្លងទៅ Trump បានថ្លែងបែបចំអកថាអាមេរិកអាចនឹងវាយប្រហារកោះនេះម្ដងទៀតដើម្បីភាពសប្បាយរីករាយលោកបានចាត់ទុកថាកោះខាកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ៊ីរ៉ង់ហើយអះអាងថារាល់គោលដៅយោធានៅលើកោះនេះត្រូវបានកាត់ទោសចោលទាំងស្រុងមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ដល់ New York Times ថាលោក Donald Trump លំអៀងទៅរកគំនិតកាន់កាប់កោះនេះព្រោះវាគឺជាយុទ្ធសាស្ត្របង្កឲ្យសេដ្ឋកិច្ចនៃរបបដឹកនាំដួលរលំដែលកាត់បន្ថយប្រាក់ចំណូលដែលអ៊ីរ៉ង់ត្រូវការជាចាំបាច់មន្ត្រីលោកនេះបានបញ្ជាក់ថែមទៀតថាវាគឺជាហានិភ័យដ៏ធំធេងក៏ប៉ុន្តែក៏ផ្ដល់នូវផលចំណេញដ៏ធំធេងដូចគ្នាផងដែរលោក Trump មិនទាន់សម្រេចចិត្តចុងក្រោយនៅឡើយទេហើយយើងក៏មិនទាន់អាចបញ្ជាក់បានថាលោកនឹងធ្វើវាឲ្យពិតប្រាកដឬក៏យ៉ាងណាផែនការនេះក៏ទទួលបាននូវការគាំទ្រពីសំណាក់លោក Lindsey Graham ដែលជាសមាជិកប្រសិទ្ធភាពសាធារណរដ្ឋដែលជាអ្នករិះគន់អ៊ីរ៉ង់យ៉ាងចាស់ដៃផងដែរនោះលោក Lindsey Graham បានលើកទឹកចិត្តទៅដល់ការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការពង្រីកសមរភូមិសង្គ្រាមឈានទៅដល់កោះខាកដោយលោកអះអាងថាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នឹងត្រូវបំផ្លាញខ្ទេចខ្ទីប្រសិនបើទីក្រុងតេហឺរ៉ង់បាត់បង់ការគ្រប់គ្រងលើមជ្ឈមណ្ឌលប្រេងដ៏ធំមួយនេះក៏បញ្ជាក់ផងដែរថាកោះខាកនេះមានចម្ងាយប្រមាណជា30គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រអ៊ីរ៉ង់ហើយក៏ជាបេះដូងសេដ្ឋកិច្ចដែលទទួលខុសត្រូវលើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់រហូតដល់ 90% ឯណោះក៏ប៉ុន្តែបើការវាយលុកកាន់កាប់ដីកោះកើតឡើងមែននោះវានឹងក្លាយទៅជាការផ្លាស់ប្ដូរស្ថានភាពនៃសង្គ្រាមមជ្ឈមបូព៌ាទាំងស្រុង